ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំដំឡូងខ្ទិះដែលនំនេះគឺមានរសជាតិឆ្ងាញ់មិនចាញ់នំដទៃទៀតដែលខ្ញុំធ្លាប់ធ្វើនោះទេហើយក៏មានបងប្អូនមួយចំនួនហ្នឹងគាត់សួរថាតើការធ្វើនំប្រភេទនេះអត់ដាក់ទឹកកំបោរបានអត់ចម្លើយគឺអត់ដាក់ក៏បានដែរហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើនំនេះដោយអត់ប្រើទឹកកំបោរទេតោះយើងមកមើលពីវិធីធ្វើទាំងអស់គ្នាដោយខ្ញុំប្រើដំឡូងជ្វាហ្នឹងចំនួន250ក្រាមដែលដំឡូងជ្វាហ្នឹងគឺខ្ញុំបានស្ងោរឆ្អិនហើយបងប្អូនអាចស្ងោរឬក៏ចំហុយក៏បានដែរយើងយកដំឡូងជ្វាហ្នឹងយកមកដាក់ចូលក្នុងកែវកិនហើយយើងចាក់ទឹកចំនួន400មីលីលីត្រចូលនិងកិនរហូតទាល់តែម៉ត់ហើយបន្ទាប់ពីកិនបានម៉ត់ហើយគឺយើងទុកមួយឡែកសិនឥឡូវហ្នឹងគឺខ្ញុំមកលាយម្សៅដោយខ្ញុំប្រើម្សៅឆានេះចំនួន60ក្រាមជាមួយនឹងម្សៅអង្ករខ្សាយនេះចំនួន40ក្រាមហើយនឹងស្ករស120ក្រាមជាមួយនឹងអំបិលនឹងកន្លះស្លាបព្រាកាហ្វេនិងជាចុងក្រោយនេះគឺទឹកចំនួន250មីលីលីត្រនៅពេលដែលដាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចហើយគឺយើងត្រូវកូរវារហូតដល់តែចូលគ្នាបានសព្វល្អបន្តមកទៀតគឺយើងយកដំឡូងដែលបានកិនរួចហ្នឹងយកមកចាក់ចូលហើយកូរចូលគ្នាឲ្យសព្វបន្ទាប់ពីកូរចូលគ្នាបានសព្វហើយគឺយើងចាក់ខ្ទិះដូងចំនួន200ក្រាមចូលហើយខ្ទិះនេះគឺជាខ្ទិះដើមសុទ្ធរួចហើយគឺយើងកូរវាចូលគ្នាម្ដងទៀតបន្ទាប់មកទៀតគឺយើងយកទៅចាក់ដាក់ចូលនៅក្នុងកន្ត្រងច្រោះចូលទៅក្នុងខ្ទះនៅពេលដែលច្រោះរួចហើយគឺយើងបើកភ្លើងចង្ក្រាននិងកូរនៅលើភ្លើងហ្នឹងរហូតទាល់តែឡើងខាប់ហើយនៅពេលដែលកូររហូតទាល់តែឡើងខាប់ហើយគឺយើងត្រូវបន្តកូរបន្តទៀតរហូតទាល់តែសាច់នំនឹងឡើងថ្លាហើយនឹងដាច់ទឹកល្អទើបនំរបស់យើងនឹងទុកបានយូរអត់ងាយខូចហើយនៅពេលដែលឃើញថាសាច់នំមានសភាពបែបនេះគឺយើងអាចបិទភ្លើងបានហើយដែលនំនេះគឺខ្ញុំប្រើរយៈពេលកូរប្រហែលជា20នាទីឥឡូវហ្នឹងយើងមកមើលពីការធ្វើទឹកខ្ទិះដើម្បីដាក់ពីលើវិញម្ដងដែលខ្ញុំប្រើខ្ទិះដូងនេះចំនួន400មីលីលីត្រជាមួយនឹងម្សៅអង្ករខ្សាយនេះចំនួន2ស្លាបព្រាបាយហើយនឹងស្ករសចំនួន1ស្លាបព្រាបាយកន្លះជាមួយនឹងអំបិល3/4ស្លាបព្រាកាហ្វេហើយនៅពេលដែលដាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចហើយគឺយើងត្រូវកូររហូតទាល់តែចូលគ្នាសព្វល្អសិនចាំបើកភ្លើងនិងកូរនៅលើភ្លើងហ្នឹងរហូតទាល់តែឡើងខាប់ឥឡូវហ្នឹងបន្ទាប់ពីនំរាងត្រជាក់ហើយគឺខ្ញុំនឹងដួសវាយកទៅដាក់ចូលនៅក្នុងកូនចានតូចៗហើយខ្ញុំដាក់វាត្រឹមតែកន្លះចានប៉ុណ្ណោះដើម្បីទុកនៅផ្នែកខាងលើហ្នឹងដាក់ខ្ទិះដូងបងប្អូនអាចដាក់កន្លះចានឬក៏ជាងកន្លះចានក៏បានដែរហើយខាងលើដាក់ខ្ទិះដូងតិចឬច្រើនតាមចំណូលចិត្តនៅពេលដែលដួសនំដាក់ចូលនៅក្នុងកូនចានអស់ហើយគឺយើងចាក់ខ្ទិះដូងពីលើចំពោះនំនេះបើសិនបើបងប្អូនចូលចិត្តល្ងគឺអាចលីងល្ងមករោយពីលើបានចំណែកនំនេះគឺខ្ញុំប្រើជាដំឡូងជ្វាតូចៗដែលខ្ញុំបានស្ងោរឆ្អិនហ្នឹងយកមកតុបតែងពីលើវាហើយវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានផងហើយបើបងប្អូនចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយចុច like និង share វីដេអូនេះទៅកាន់បងប្អូននិងមិត្តភ័ក្តិដទៃទៀតសូមអរគុណ